តោះល្ងាចឡើងមកមិនដឹងធ្វើអីឲ្យញ៉ាំឆ្ងាញ់ប្លែកមាត់ជាមួយនឹងអាចចេះទេអាចសាកធ្វើជើងមាន់លីងជាមួយនឹងខ្ទឹមសអំពងនេះបានឆ្ងាញ់ប្លែកហើយស្រួលធ្វើព្រោះជើងមាន់របស់គេរសជាតិរៀងប្រៃផ្អែមហើយនៅពេលដែលញ៉ាំទៅគឺវាឈ្ងុយខ្ទឹមអំពងនៅក្នុងនោះហើយជើងមាន់របស់យើងឡើងស្រួយហ្មងមានតាមអាចារ្យនេះចង់និយាយរឿងក្នុងចិត្តពីព្រឹកទល់ល្ងាចក៏អត់បញ្ហាដែរព្រោះមួយមុខនេះគៀមបានយូរទូអាចរបស់ខ្ញុំក៏ជើងមាន់លាងទឹកស្អាតហើយកាប់ជាពីរមានខ្ទឹមសចិញ្ច្រាំដាក់ឲ្យច្រើនតិចមកហើយនឹងម្ទេសក្រៀមហ្នឹងអ្នកចូលចិត្តហឹរខ្លាំងក៏គាត់ដាក់រៀងច្រើនអញ្ចឹងទៅអញ្ចឹងជាដំបូងនេះគឺខ្ញុំដាក់ប្រេងឆាចូលទៅក្នុងខ្ទះដើម្បីបំពងខ្ទឹមសរបស់យើងអញ្ចឹងប្រេងឆាក្តៅហើយយើងដាក់ខ្ទឹមសច្រាំចូលទៅខ្ទឹមសនេះគឺខ្ញុំច្រាំទាំងសបកនៅពេលដែលយើងញ៉ាំទៅគឺវាឈ្ងុយខ្លាំងហ្មងអញ្ចឹងខ្ទឹមសនេះគឺខ្ញុំបំពងអត់មានដាក់អីទេឆាវាទៅមកឲ្យខ្ទឹមឡើងក្រហមបន្តិចចាំចាក់ម្ទេសចូលបើដាក់ខ្ទឹមហើយដាក់ម្ទេសចូលហ្មងខ្ញុំខ្លាចខ្លោចម្ទេសអញ្ចឹងខ្ញុំឆាវាឲ្យវាឡើងក្រហមបន្តិចមិនដាក់ម្ទេសចូលម្ទេសក្រៀមនេះខ្ញុំដាក់តែបន្តិចទេព្រោះខ្ញុំអត់ចង់ឲ្យហឹរខ្លាំងបើសិនជាអ្នកគាត់ចូលចិត្តហឹរអីគាត់អាចដាក់ម្ទេសរៀងច្រើនតាមនឹងបានអញ្ចឹងយើងលីងវាទៅមកទៅមើលតែក្រហមតាមតែចង់បានហើយដួសចេញមកព្រោះប៉ុណ្នេះគឺវាពេញឈ្ងុយពេញឆ្ងាញ់ហើយតែលីងជាងនឹងតិចទៀតចូលខ្លោចវិញហើយខ្ទឹមសនេះតាបំពងវាខ្លោចញ៉ាំទៅគឺដឹងតែល្វីងហើយអញ្ចឹងខ្ញុំស្រង់វាដាក់នឹងកត្រងប្រហោងចេះឲ្យវាស្រក់ប្រេងចុះក្រោមហើយទុកម្ល៉េះបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមមកបំពងជើងមាន់ហ្នឹងក៏ខ្ញុំអត់មានប្រឡាក់អីណានិយាយរួមទៅទិញមកពីផ្សារលាងទឹកឲ្យតែស្អាតទៅកាប់វាជាពីរចឹងមកស្រួលកុំឲ្យវាវែងពេកហើយខ្ញុំយកវាទៅហាលថ្ងៃបន្តិចដែរវាស្រស់ទឹកដើម្បីឲ្យយើងបំពងទៅវាអត់ផ្ទុះបើសិនជាយើងលាងហើយបានស្រស់វាស្រស់ទឹកទេនៅពេលដែលយើងដាក់ប្រេងឆាចូលដាក់ជើងមាន់ចូលបំពងគឺវាផ្ទុះពេញនឹងហ្មងអញ្ចឹងយើងហាលវាស្រស់ទឹកចោលមួយស្ទុះសិនទៅឲ្យវាស្ងួតជាទឹកចាំយកមកដាក់បំពងរហូតតតែជើងមាន់មកយើងហ្នឹងគឺវាឡើងស្រួយបានល្អនិយាយទៅអាស្រ័យលើយើងចូលចិត្តដែរទេបើសិនជាយើងបំពងវាយកមកឆ្អិនក៏យើងស្រង់ចេញទៅតែសម្រាប់ខ្ញុំចង់ឲ្យសាច់មាន់ហ្នឹងស្រួយអញ្ចឹងខ្ញុំបំពងយូរកោដបងមើលទៅជើងមាន់មកយើងវារៀងមានទម្ងន់ណាពេលដែលយើងបំពងយូរទៅវាឡើងស្រួយជើងមាន់ហ្នឹងឡើងស្រាលហ្មងអញ្ចឹងយើងស្រង់វាចេញមកចង់ទុកតិចក៏បានដែរតែសម្រាប់ខ្ញុំប៉ុណ្ណឹងមកល្មមអញ្ចឹងយើងអាចលេងមើលតាមចំណូលចិត្តបានណាសម្រាប់អ្នកគាត់ចង់ញ៉ាំជើងមាន់រៀងសាច់ទន់អីគាត់បំពងតែមកឆ្អិនទៅបានហើយសម្រាប់ខ្ញុំចង់ឲ្យវាស្រួយអញ្ចឹងបន្ទាប់ពីស្រង់ចេញខ្ញុំទុកវាស្រស់មួយសន្ទុះអញ្ចឹងទៅខ្ញុំចាប់ផ្ដើមដាក់ខ្ទះថ្មីហើយបើកភ្លើងដូចផ្ងំបាយលីងវាទៅមកឲ្យរៀងស្ងួតបន្តិចបានចាក់ខ្ទឹមបំពងចូលណាចាក់ចូលហើយយើងលីងវាមួយសន្ទុះឲ្យរៀងស្ងួតទៅចាំចាប់ផ្ដើមថែមគ្រឿងពេលលីងហ្នឹងបើកភ្លើងតិចក្តៅយើងផ្ងំបាយអញ្ចឹងទៅមើលតែស្ងួតតាមដែលចង់បានហើយខ្ញុំរោយជាមួយនឹងគ្រឿងតិចមានរ៉ូឌីទៅហើយជាមួយនឹងស្ករសម្ចិបយករៀងឡែមប្រៃផ្អែមតិចចាប៉ុណ្ណឹងទៅយើងញ៉ាំអត់សូវតលាន់ទេបើយើងដាក់រសជាតិប្រៃផ្អែមខ្លាំងពេកពេលដែលយើងញ៉ាំគៀមវាយូរទៅវាប្រៃខាស់កឆាប់ស្រេកទឹកក្តៅអីចឹងទៅអញ្ចឹងខ្ញុំធ្វើរសជាតិឡែមទេព្រោះធ្វើញ៉ាំលេងកំឡុងពេលលីងនេះបើសិនជាបងប្អូនចូលចិត្តញ៉ាំហឹរខ្លាំងហ្មងថែមម្ទេសហុយចូលទៅកាន់តែឆ្ងាញ់តែខ្ញុំធ្វើលឹកនឹងអត់ចង់ឲ្យហឹរខ្លាំងទេសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំអាចជាងាកឡើងអីសាកធ្វើមួយមុខនេះបានព្រោះត្រូវខ្លាំងហ្មងបានតាមអាចារ្យនេះមកអាចរាយរាប់រឿងក្នុងចិត្តបានចង់1000ភាគនិយាយទៅតាំងពីព្រឹកទល់ល្ងាចហ្មងជើងមាន់ក៏ធូរថ្លៃដែរអញ្ចឹងបងប្អូនបានឃើញហើយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាអរគុណដែលបានចូលទស្សនាបើមានសំណួរឬចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយ